ដើមឫស្សីផ្សំស្រេចនេះគេហៅថាដើមឥសីផ្សំស្រេចសូមគោរពជំរាបសួរលោកយាយលោកតាពុកម៉ែមាមីងបងប្អូនកូនក្មួយជាទីគោរពរាប់អានថ្ងៃនេះខ្ញុំធ្វើការបង្ហាញជូនបាទនៅរុក្ខជាតិដែលជាស្ដេចថ្នាំនៅក្នុងតំបន់ព្រៃភ្នំបាទនេះគេហៅថាដើមឥសីផ្សំស្រេចបាទដើមនេះផងដែរបាទគឺជាប្រភេទរុក្ខជាតិខ្នាតមធ្យមបាទខ្នាតកណ្ដាលហើយរុក្ខជាតិនេះក៏មិនសូវជាខ្ពស់ប៉ុន្មានដែរបងប្អូនណាបាទតែខ្ញុំសង្កេតឃើញរុក្ខជាតិនេះគឺខ្ពស់ត្រឹមតែ7-8 ម៉ែត្របាទអាចឡើងដល់10 ម៉ែត្រជាងបាទនេះដោយសារតែខ្ញុំមើលឃើញក្នុងតំបន់ដែលមានរុក្ខជាតិទើបតែនឹងលាស់ទើបតែនឹងដុះហើយក៏ជាតំបន់មួយដែលគេហៅថាព្រៃរបស់ហ្នឹងហើយដែលជាព្រៃដែលគេកាប់ឆ្ការម្ដងហើយអញ្ចឹងវារុក្ខជាតិនឹងដុះម្ដងទៀតអញ្ចឹងដូច្នេះរុក្ខជាតិទាំងអស់នេះគឺមានកម្ពស់គឺមិនសូវជាខ្ពស់ទេបងប្អូនណាបាទហ្នឹងហើយរុក្ខជាតិនេះគឺបាទមានដើមល្អិតបាទដើមល្អិតហើយមកជាគុំណាអត់មានដុះតែឯងទេបាទគឺដុះជាគុំពីដើមទៅណាបាទហើយរុក្ខជាតិនេះផងដែរបាទអ្នកបងប្អូនទាំងអស់គ្នាដឹងហើយថាគ្រាន់តែឈ្មោះហ្នឹងគឺអស្ចារ្យបាត់ហើយណាឥសីផ្សំស្រេចបានន័យថាគឺជាស្ដេចរុក្ខជាតិថ្នាំស្ដេចថ្នាំនៃរុក្ខជាតិស្ដេចថ្នាំសម្រាប់ព្យាបាលដល់មនុស្សសពសត្វទាំងអស់បាទនេះគឺជាថ្នាំមួយបាទដែលបានផ្ដល់បាទនឹងព្យាបាលដល់មនុស្សបានច្រើនប្រភេទបាទថ្នាំនេះគឺជារុក្ខជាតិដែលត្រូវផ្សំជាមួយនឹងរុក្ខជាតិដទៃទៀតផ្សេងផងដែរបាទអញ្ចឹងបានន័យថាយើងយកមួយដើមនេះទៅផ្សំជាមួយនឹងដើមថ្នាំដទៃទៀតបាទដើម្បីព្យាបាលរោគជាច្រើនមុខបាទដូចខ្ញុំបានរៀបរាប់ពីវីដេអូខ្លះមួយមុនហើយថាដើមនេះ5មុខបាទយកមកផ្សំជាមួយដើមនេះមួយទៀតទៅបានទៅជា6មុខអញ្ចឹងនឹងមានមុខងារសម្រាប់ព្យាបាលជំងឺណាមួយផ្សេងប៉ុន្តែយកដើមផ្សេងទៀត2មុខឬក៏3មុខមកផ្សំជាមួយនឹងឥសីផ្សំស្រេចមកនឹងព្យាបាលរោគផ្សេងទៀតណាអាហ្នឹងទៅតាមការកំណត់ដែលគាត់បានរៀនសូត្រដែលគាត់បានសិក្សាបាទអញ្ចឹងគាត់យករូបមន្តនេះទៅប្រើដើម្បីព្យាបាលនៅរោគឬក៏ជំងឺណាមួយនោះបាទនេះគឺជាគល់វាបាទហ្នឹងហើយនេះគឺជាគល់បានន័យថាគល់នេះគឺមានដើមមួយដ៏ធំបងប្អូនណាហ្នឹងហើយដើមមួយដ៏ធំដុះមកស្រាប់តែត្រូវបានគេកាប់ឬក៏យ៉ាងម៉េចទេបាទបន្ទាប់មកវាងប់ទៅហើយវានឹងដុះជួសមកជុំវិញសងខាងតែម្ដងបាទរុក្ខជាតិនេះគឺមានកម្ពស់ខ្ពស់ខ្ទង់15 ម៉ែត្រទៅ20 ម៉ែត្រណាដែរណាពុកដែរណាសំគួរបាទហើយដើមគឺដើមមួយគឺជាដើមមួយដែលមានលក្ខណៈល្អគឺអត់សូវជាមានន័យទេបើសិនមកដោះទៅលើខ្ពស់ត្រង់បាទគឺដើមនេះគឺសឡូនត្រង់ណាបើសិនបើធំបាទប៉ុន្តែបើសិនបើវានៅតូចវាចាំបាច់ត្រូវតែមានមេឃច្រើនស្អិតស្កះជុំវិញបាទមានមេឃនឹងអីចឹងណាប៉ុន្តែខ្ញុំឲ្យសម្គាល់ទៅលើដើមឥសីផ្សំស្រេចនេះគឺបដោតទៅលើស្លឹកតែម្ដងបាទភាពសម្គាល់ដែលច្បាស់លាស់នោះគឺស្លឹកបងប្អូនណាស្លឹករុក្ខជាតិឥសីផ្សំស្រេចនេះគឺស្លឹកវាមានចង្អោរមានទ្រនុងបាទមានទ្រនុងមានសរសៃយើងអាចនិយាយថានេះសរសៃទ្រនុងហ្នឹងណានឹងវាមានឆ្នោតចឹងទៅបាទនៅខាងខ្នងគឺវាមានឆ្នោតដូចបន្ទាត់ហ្នឹងណាដូចខ្សែចឹងណានៅខ្នងហើយនៅខាងពោះវាគឺដោយសារថាវារៀងបន្ទាត់ណាហ្នឹងហើយព្រោះវាអត់ស្មើទេសាច់នៅខាងមុខវារៀងផតដោយសារតែខាងខ្នងវិញគឺត្រូវបានវាដោះផុសមកខាងខ្នងចឹងណាអញ្ចឹងខាងពោះវាគឺត្រូវផតហើយនឹងលក្ខណៈសម្គាល់ណាបងប្អូនណាបាទ
năng hay ấy xây xong sạch bằng con á năng hay đâm có symbol đấy mình khoa tế bạn là tạm break nóng bạn ọt chân lo tha vì tao đâu nó lại mò được lại nào đấy nè vậy tới nó không prey nè đâm mà xây xong sạch nó không prey nó không prey mà nông nó ấy nè nó không prey chẳng thì miền đục xiết này nè đọc màu chẳng hay nạp một con xem prap theo cái slide thì ta một con lên trình tự bằng quạt nhưng hai sinh con bạn còn trình slide còn thấy bớt sân mặt đọc thống bớt sân đổi đọc thống tất nhiên của bạn là mơ slide của bạn là mơ để xài cuộc chẳng những ai mơ đào những ai mơ con về để đọc chung chung những tốt tốt chẳng những ai chưa cảm một con bạn để những slide chẳng như là về để đọc không từ lời cũng chẳng bên mình con màu tốt tốt đọc một tàu chẳng những ai cái này mới khơi hả mới cứ chứ đó phải xếp sắm sạch thì chúng ta ai nhiều một bà chỉ ở sập sập sẽ ba sập việc mọi giới và và năng hay đong nó cái này nga của miền đây mình chăm bạch thật đong nó từng bộ đong nó tây đây việc chứ nó anh lệ nặng đời tập đong mình cứ đong ba nó cực tây cái này và hay lại việc cứ miền thiện môi thay đổi chuyện po với cái po bày tông trải nè lại với cái miền po bày tông trải còn tại vì không như tông thà này kháng lỡ này kháng mục bảo vệ nó cứ po đừng bày tông trải còn tại cái này kháng nón mà bọn nó sò sò về bày tông đi thế còn tại vì bày tông bởi vì thế là bày tông sấy á cứ vì mình lại hạ khó khăn này khó khăn bản tỉnh đây xa tại hàng một bảo vệ nó cứ mình của bày tông trả là bày hàng cáo nhưng bày tông là xây và tại vì mình xây nên là thế còn là việc của đằng so bản tỉnh này không có thấy việc của đằng so này là ngà cho nó đó này anh em khăn nón á là ngà nón rồi cho nó bằng của đằng so và tại bờ hàng một với cái bộ bày tông trả này bốn mình vàng mày nó sẽ lại đời sản đám cái tội chẳng như số nó ca bằng hai của bằng hàng chung là đó lục của sấy thì từ slat và thì nó về để dùng được thua sót thì kêu về nó phá bài thì hàng trâu vô mây trâu vô slat trâu vô đam trâu vô rơi rơiយ៉ាងម៉េចគឺយើងត្រូវទៅយកបែបហ្នឹងណាហ្នឹងហើយព្រោះប្រភេទរូបជាតិនេះបែបប៉ុន្តែបើសិនបើអត់មានព្រៃរូបជាតិនេះក៏អត់មានដែរណាមិនមែនចេះតែដោះនៅពេលវាលព្រាកាលដូចជាដើមត្របីព្រៃដូចជាដើមផ្សេងនេះទេបាទព្រោះថាតែមានព្រៃបាទមានព្រៃមានអីចឹងណាបើមានមិនដោះណាដើមហ្នឹងណាបាទហើយសម្រាប់បងប្អូនដែលត្រូវការដើមនេះបងប្អូនអាចទៅស្វែងរកតាមរយៈវីដេអូបានបងប្អូនគ្រាន់តែមើលទៅលើ slide បាទគឺអាចទៅស្វែងរកបានហើយបងប្អូនណាបាទគឺខ្ញុំធ្វើវីដេអូនេះគឺដើម្បីបង្ហាញជូនបងប្អូនដែលមិនបានស្គាល់ដែលមិនទាន់ស្គាល់ណាបងប្អូនក្មេងៗជំនាន់ក្រោយដែលគាត់អត់ទាន់ស្គាល់អញ្ចឹងណាអញ្ចឹងខ្ញុំធ្វើបទបង្ហាញជូនដើម្បីឲ្យគាត់ដឹងដើម្បីឲ្យគាត់ស្គាល់ថាដើមមានប្រយោជន៍ឬក៏មិនមានប្រយោជន៍ដល់អ្វីខ្លះណាសម្រាប់ធ្វើអ្វីអញ្ចឹងវាជាចំណេះដឹងខាងផ្នែកខាងឱសថខាងផ្នែកខាងរូបជាតិណាខាងផ្នែករូបជាតិគឺយើងត្រូវតែស្គាល់ត្រូវតែអីអញ្ចឹងណាបាទអញ្ចឹងសូមអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានតាមដានវីដេអូនេះបាទអញ្ចឹងសូមអរគុណបាទនឹងសូមគោរពលាដល់អស់បាទសូមជូនពរសុខភាពល្អរស់ស៊ីនឹងបានគ្រប់គ្នាសូមអរគុណសូមគោរពលា